ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយមកចែករំលែកជូនបងប្អូនអំពីវិធីសាស្ត្រក្នុងការធ្វើម៉ាស់បិទមុខថែរក្សាសម្រស់ស្បែកមុខឲ្យស្រស់ស្អាតភ្លឺរលោងព្រមទាំងបំបត្តិស្នាមចំនិងអាចរុយថែមទៀតគ្រឿងផ្សំយកមកធ្វើម៉ាស់នោះងាយស្រួលរកទេដែលយើងមានត្រឹមតែចេកមួយផ្លែយើងយកចេកណាំវ៉ាដែលទុំល្មមមិនឲ្យញោរពេកទេព្រមទាំងដំឡូងបារាំងចំនួនកន្លះមើមហើយបន្ថែមដោយប្រេងដូងត្រជាក់ព្រមទាំងទឹកដោះគោឆៅបន្ថែមទៀតដំបូងឡើយគឺខ្ញុំលាងអង្ករឲ្យស្អាតអង្ករដែលខ្ញុំជ្រើសរើសយកមកនោះគឺជាប្រភេទអង្ករដំណើបបន្ទាប់ពីលាងហើយយើងយកវាទៅដាក់លើភ្លើងឲ្យវាក្តៅបន្តិចបន្ទាប់មកយើងរៀបចំចិតពពួកបន្លែផ្លែឈើដែលមានចេកហើយនិងដំឡូងបារាំងពីមុនខ្ញុំធ្វើម៉ាស់បិទបុកនេះត្រឹមតែដំឡូងបារាំងនិងចេកតែប៉ុណ្ណោះប៉ុន្តែថ្ងៃនេះខ្ញុំបន្ថែមប៉ោមចំនួន1ជ្រុងព្រមទាំងផ្លែបឺរចំនួន1ជ្រុងផងដែរឥឡូវនេះខ្ញុំរៀបចំចិតហើយយើងចិតផ្លែប៉ោមក៏ដូចជាផ្លែចេកដំឡូងបារាំងឲ្យល្អិតដើម្បីងាយស្រួលក្នុងការយកទៅចម្អិនឲ្យវាឆាប់ឆ្អិនផងដែរក្រោយពីយើងចាត់គ្រឿងផ្សំទាំងអស់នឹងហើយយើងឃើញថាអង្ករដំណើបយើងពុះល្មមអាចដាក់ដំឡូងបារាំងនិងចេកព្រមទាំងប៉ោមចូលទៅបានអូខេយើងដាក់ហើយយើងកូរវាដើម្បីកុំឲ្យខ្លោចបានឥឡូវនេះឃើញថាវាពុះល្មមហើយអង្ករក៏រីកល្មមដែរយើងយកមកក្លុកនិងម៉ាស៊ីនក្លុករបស់យើងដើម្បីឲ្យគ្រឿងផ្សំទាំងអស់នោះមាត់យើងបន្ថែមប្រេងដូងបន្តមកទៀតទឹកដោះគោឆៅដាក់បរិមាណសមល្មមជាមួយនឹងគ្រឿងផ្សំរបស់យើងគឺគ្រប់គ្រាន់ក្រោយមកយើងដាក់បឺរក្រោយពីយើងលាយបញ្ចូលទៅហើយយើងយកទៅក្រឡុកខ្ញុំក្រឡុកវាឲ្យមាត់ល្អបន្ទាប់ពីយើងក្រឡុកឃើញថាគ្រឿងផ្សំរបស់យើងមាត់ហើយយើងយកមកត្រងមួយជាន់ទៀតដើម្បីទទួលបាននៅម៉ាស់ដែលមានលក្ខណៈ smooth ហើយសាច់គ្រឿងផ្សំទាំងអស់វារលាយចូលគ្នាដែលយើងយកទៅលាបនៅលើផ្ទៃមុខរបស់យើងវាអត់ធ្វើឲ្យលោកគ្រៀតឬក៏ប៉ះពាល់ស្បែកមុខនោះទេអូខេនេះគឺជាសកម្មភាពនៃការត្រងដើម្បីធ្វើឲ្យសាច់ម៉ាស់របស់យើងវាកាន់តែ smooth ចូលគ្នាល្អអូខេឥឡូវយើងទទួលបានសមិទ្ធផលក៏ដូចជាផលសម្រេចក្រោយពីយើងធ្វើអស់រយៈពេលប្រហែលជា15ទៅកន្លះម៉ោងយើងទទួលបានម៉ាស់បិទមុខនេះហើយយើងយកទៅដាក់នៅទូទឹកកកឲ្យត្រជាក់មួយថ្ងៃបិទម្ដងឬក៏មួយអាទិត្យបិទ4ទៅ5ដងបែបនេះរហូតដល់តែអស់ម៉ាស់នេះអូខេអរគុណច្រើន